ម្ហូបដែលញ៉ាំអត់ចេះឡើងគីឡូហ្នឹងណាមកនេះគឺត្រូវមកបងប្អូនទោះជាញ៉ាំម្នាក់ឯងមួយចានពីរចានណាក៏អីដែរអានេះគឺលោកលាក់សាច់គោខ្ញុំចូលចិត្តធ្វើញ៉ាំមែនតើធ្វើលឿនហើយឆ្ងាញ់ទៀតដំបូងគេហ្នឹងយើងមានជាសាឡាត់យើងលាងទឹកលាងអីស្អាតរៀបចំដាក់លើចានអញ្ចឹងមកហើយពេញប៉ោះគឺខ្ញុំប្រើតែមួយផ្លែទេហាន់វាជាប្រទះស្ដើងអញ្ចឹងរៀបចំដាក់លើចានដូចគ្នាហើយយើងមានខ្ទឹមបារាំងហាន់ជាប្រទះស្ដើងដូចគ្នាសម្រាប់សាច់គោគឺខ្ញុំប្រើជាសាច់ច្រឡកហើយជាតាមួយខាំកន្លះអីទេបងប្អូនហើយគឺយើងប្រឡាក់គ្រឿងយកហ្មងគ្រឿងហ្នឹងគឺយើងមានជាប្រេងខ្យងបន្តិចមកទឹកស៊ីអ៊ីវធម្មតាបន្តិចហើយសម្រាប់ស៊ីអ៊ីវខាំនេះបងប្អូនដាក់ក៏បានអត់ក៏បានដែរបន្ទាប់មកយើងមានម្សៅស៊ុបប៊ីចេងជាមួយនឹងស្ករគ្រឿងក្រៅទាំងអស់ហ្នឹងមិនដាក់ច្រើនពេកទេបងប្អូនព្រោះអីលោកឡាក់យើងនៅមានទឹកម្រេចសម្រាប់ជ្រលក់មួយមុខទៀតបន្ទាប់ពីហ្នឹងមកយើងមកលេបម្សៅអង្ករបងប្អូនម្សៅឆាក៏បានម្សៅពោតឬក៏ម្សៅតើម្សៅខ្សាយអីក៏បានទឹកម្រេចគឺខ្ញុំលាយឲ្យហើយមុនពេលដែលយើងឆាសាច់គោនឹងយើងដាក់ម្រេចម្សៅស៊ុបប៊ីចេងបន្តិចស្ករហើយអំបិលយើងលួចវាបន្តិចមកក្រូចឆ្មាច្បាស់ចូលមួយផ្លែពីរផ្លែហើយយើងមកដាក់ខ្ទះដើម្បីឆាសាច់គោមកចាក់ប្រេងឆាទុកឲ្យក្តៅបំពងខ្ទឹមសឲ្យឡើងក្រហមហើយចាក់សាច់គោមកពេលដែលយើងដាក់សាច់គោចូលនឹងបើកភ្លើងឲ្យក្តៅខ្លាំងបងប្អូនហើយឆាតែមួយផ្លែទេកូរវាពី3ត្រឡប់ខ្ញុំដាក់ម្ទេសចូលជាមួយនឹងទឹកម្សៅឆាដែលយើងបានលាយឲ្យស្រាប់នឹងកូរវាពី3ត្រឡប់ទៀតមកបងប្អូនមើលតែវាឆ្អិនមកល្មមសាច់គោតែកាលណាឆ្អិនជ្រុះវាទៅជាស្វិតវិញណាបងប្អូនអញ្ចឹងហើយយកនៅស្រស់មកល្មមបានហើយយើងដួសវាទាំងក្តៅនឹងដាក់ទៅលើបន្លែដែលយើងបានរៀបចំឲ្យស្រេចហើយទឹកឆាដែលនៅសល់នឹងយើងដាក់ជាមួយនឹងទឹកម្រេចបងប្អូនគឺឆ្ងាញ់មែនតើហ្មងទឹកម្រេចយើងឡើងមានជាតិថាខ្ញុំដាក់ទឹកឆាហើយបន្ថែមជាមួយទឹកឆ្អិនបន្តិចទៀតដើម្បីកុំឲ្យវាខាប់ពេកតែប៉ុណ្្នឹងទៅលោកលាក់សាច់គោរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់អានេះដំបូងខ្ញុំថាចៀនពងមាន់ឬក៏ពងទាជាប់ភ្នៅដាក់ថែមមួយគ្រាប់ទៀតបងប្អូនប៉ុន្តែភ្លេចឈឹងហ្មងតើតែធ្វើរួចហើយបាត់នឹកឃើញថាភ្លេចពងទាអញ្ចឹងហីញ៉ាំតាមនឹងហ្មងទៅបងប្អូនរួចរាល់ហើយអាឡ័យចាំចៀនពងទាទៀតយូរមែនតើវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនមើលហើយកុំភ្លេចធ្វើតាមផង